អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយដើម្បីបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ tool topology tool topology នេះត្រូវបានប្រើប្រាស់ឡើងនៅពេលដែលយើងគូរក្បាលដីហើយយើងប្រើប្រាស់ tool នេះគឺដើម្បីចង់ដឹងថាតើមានប្រមាណក្បាលដីដែលគងលើគ្នាដែល overlap និងប្រមាណក្បាលដីវាមាន have gap ដែលមានចន្លោះប្រហោងអញ្ចឹងដើម្បីចូលទៅធ្វើចូលទៅឆែកក្បាលដីដែលយើងបានគូរហើយមុនដំបូងអ្នកនរគ្នាត្រូវបង្កើត file geo database មួយឥឡូវនេះខ្ញុំចូលទៅក្នុង catalog ម្ដងទៀតខ្ញុំចូលទៅ file catalog ខ្ញុំចូលទៅក្នុង drive D ខ្ញុំចូលទៅក្នុងរៀន JS បន្ទាប់មកខ្ញុំបង្កើត file geo database មួយដោយខ្ញុំ right click select នៅលើ new យកពាក្យ file geo database បន្ទាប់មកខ្ញុំកែ file នេះមកវិញដាក់ថា file database file GDB បន្ទាប់ពីបង្កើត file GDB នេះហើយ file geo database នេះហើយខ្ញុំ right click យកពាក្យថា new យកពាក្យថា feature dataset ហើយខ្ញុំនៅក្នុងនៅត្រង់ name នេះខ្ញុំដាក់ថា parcel សំទោស parcel dataset ចំណុចខ្ញុំជ្រើសរើសប្រព័ន្ធនិយមការចំណុចទៀតបន្ទាប់ពីបានបង្កើត file ជា database ហើយបង្កើត file feature dataset ហើយយើង right click បន្ទាប់មកយើង import កន្លែងនេះគឺយើង import ក្បាលដីដែលយើងបានគូសហើយឧទាហរណ៍ថាយើងបានគូសក្បាលដីនៅក្នុងភូមិមួយមានទំហំយើងគូសបាន50ក្បាលដីអញ្ចឹងទៅបន្ទាប់មកយើងចង់ដឹងថាតើក្បាលដីដែលយើងបានគូសហើយនោះវាគងគ្នាកន្លែងណាវាមានចន្លោះប្រហោងកន្លែងណាអញ្ចឹងខ្ញុំចូល import ខ្ញុំចូលទៅក្នុង feature class single ដើម្បី import parcel land parcel ចូលនៅក្នុង parcel dataset អញ្ចឹងខ្ញុំចូលនៅក្នុងក្បាលដីដែលខ្ញុំមានខ្ញុំ add ខ្ញុំដាក់ឈ្មោះវាបាក់ថា land parcel dataset ខ្ញុំអូខេបន្ទាប់ពីខ្ញុំ import land parcel dataset ចូលនៅក្នុងក្បាលដីនិយាយទៅយើងបន្ទាប់ពីខ្ញុំបាន import ក្បាលដីដែលខ្ញុំបានគូសហើយចូលទៅក្នុង feature dataset នេះខ្ញុំនឹងបង្កើត file topology មួយទៀតខ្ញុំ right click នៅលើ parcel dataset យកពាក្យ new យកពាក្យថា topology ចំណុចទៀតត្រង់ចំណុចនេះត្រង់ចំណុច new topology ខ្ញុំ tick នៅត្រង់ចំណុចនេះចំណុចទៀតត្រង់ add rule នេះខ្ញុំ add rule ដោយខ្ញុំដាក់ថា must not overlap អូខេ must not overlap ចំណុចបន្ទាប់មកខ្ញុំបង្កើត rule មួយទៀតខ្ញុំដាក់ថា must not have gap អ្នកនរគ្នានៅពេលដែលយើងនេះខ្ញុំឲ្យអ្នកនរគ្នាមើលគឺរបៀបនេះ must not overlap មានន័យថាក្បាលដីហ្នឹងគឺវាមិនកូនលើគ្នាទេនេះក្បាលដីទី1នេះវាកូនគ្នាអញ្ចឹងចំណុចពណ៌ក្រហមនេះចំណុចពណ៌ក្រហមទូចនេះគឺជាយើងមានក្បាលដី2ហើយចំណុចពណ៌ក្រហមហ្នឹងគឺជាចំណុចដែលកូនលើគ្នាក្បាលដីទី2គឺត្រឹមត្រូវហើយក្បាលដីទី3នេះគឺមិនត្រឹមត្រូវទេអញ្ចឹងខ្ញុំចូលមើល must not have gap អ្នកនរគ្នានេះទៅពេល must not have gap នេះគឺជាចំណុចកន្លែងនេះចំណុចកន្លែងនេះអញ្ចឹងខ្ញុំចុចអូខេខ្ញុំចុច next ខ្ញុំ next ទៀតខ្ញុំចុចអូខេបន្ទាប់មកខ្ញុំ remove
layer lên parser data set នេះចេញមកខ្ញុំទាញ topology នេះយកមកដាក់នៅលើ container layer ខាងក្រោម layer នេះចុច yes រងចាំបន្តិចអ្នកនរគ្នាឃើញទេថាចំណុចដែលមានបញ្ហាគឺជាចំណុចពណ៌ក្រហមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបកែក្បាលដីថាតើនៅពេលដែលក្បាលដីកងលើគ្នារបៀបនេះថាតើយើងត្រូវធ្វើដូចយ៉ាងដូចម្ដេចអញ្ចឹងដើម្បីយើងចង់ដឹងថាតើមានប្រមាណក្បាលដីដែលត្រួតកងលើគ្នាយើងត្រូវចូលទៅក្នុងសំចាំបន្តិច start edit នេះអញ្ចឹងយើងមុននេះខ្ញុំ start edit បន្ទាប់មកខ្ញុំយកពាក្យថាសំទោសខ្ញុំជ្រើសរើសយកពាក្យថា error inspector អញ្ចឹងនៅពេលដែលយើងជ្រើសរើសយក error inspector ហើយអ្នកនរគ្នាត្រូវចុចនៅលើពាក្យថា save search now នេះគឺជាក្បាលដីដែលមានបញ្ហាដែលយើងត្រូវនឹងកែនេះបន្ទោសនេះក្បាលដីដែលមានបញ្ហាអញ្ចឹងខ្ញុំคลิกនៅលើក្បាលដីនេះខ្ញុំយកពាក្យថា zoom to layer នេះគឺជាក្បាលដីនេះដែលវាជាក្បាលដីដែលមានបញ្ហាzoomកន្លែងណាទៀតនេះជាចំណុចដែលមានបញ្ហាអញ្ចឹងក្បាលដីនេះវាមិនអ្នកនរគ្នាមើលនេះក្បាលដីនេះបែរជាមានពណ៌ក្រហមនៅកាត់ក្បាលនេះណា zoom to layer ទៀតនេះក្បាលដីនេះខ្ញុំ select នៅកន្លែងនេះខ្ញុំយកពាក្យថា must not overlap ខ្ញុំ search អញ្ចឹង must not have gap ខ្ញុំ search ទៀតនេះមាន3អញ្ចឹងត្រង់ចំណុចនេះយើងមាន3ដើម្បីយើងកែតម្រូវខ្ញុំ right click ខ្ញុំ zoom to layer ម្ដងទៀតខាងនេះមើលមួយទៀតនេះមួយទៀតមើលនេះខ្ញុំចូលទៅក្នុង overlap ម្ដងទៀតខ្ញុំចង់ដឹងមើលថាតើវាមានបញ្ហាប្រមាណក្បាលដីមានមួយ must not overlap អញ្ចឹងខ្ញុំ right click ទៅវាចុច zoom to layer នេះអញ្ចឹងយើងព្យាយាម zoom ចូលទៅក្នុងមើលនេះអ្នកនរគ្នាឃើញទេនេះជាចំណុចនេះនេះឃើញទេនេះអញ្ចឹងហើយនេះគឺជាក្បាលដីទាំងអស់ដែលយើងបានគូសហើយក្បាលដីដែលមានបញ្ហាដែលវាកងលើកងនៅលើគ្នាដែលយើងត្រូវកែតម្រូវ zoom to layer សិនបាទខ្ញុំទាញអានេះចុះមកក្រោមបន្តិចចុះមកក្រោមបន្តិចដើម្បីងាយស្រួលធ្វើការឥឡូវនេះយើងចូលទៅកែក្បាលដីនេះឲ្យคล้ายទៅជាក្បាលដីដែលតែមួយណាតែមួយនេះពណ៌ហោខាងនេះសូមចាំបន្តិចខ្ញុំរកពាក្យមួយសិនខ្ញុំចូលនេះខ្ញុំ select នៅលើ edit ខ្ញុំចូលទៅរក tool ដែលមានពាក្យថា more editing tool យកពាក្យថា add one parser editor ខ្ញុំយកចាប់មកដាក់ខាងក្រោមនេះ
ខ្ញុំស៊ូមចូលក្នុងបន្តិចសិននៅការប្រើប្រាស់ tool topology នេះនៅពេលដែលយើងបង្កើតឲ្យបានដូចនេះយើងដឹងថាតើមានប្រមាណក្បាលដីដែលវា overlap ទៅនឹងក្បាលដីនីមួយៗហើយថាតើវាមាន gap ហ្នឹងប្រមាណក្បាលដីនៅពេលដែលយើងបានដឹងហើយអ្នកនរគ្នាត្រូវមាន pay attention បន្តិចក្នុងការធ្វើវាដោយយើងចំណាយពេលយូរអញ្ចឹងហើយដើម្បីកុំឲ្យមានបញ្ហាទាំងអស់នេះមុនពេលដែលនៅពេលដែលអ្នកនរគ្នាគូសក្បាលដីអ្នកនរគ្នាគួរតែប្រើប្រាស់ auto complete polygon ដើម្បីកុំឲ្យ polygon ដែលយើងបានគូសហើយនោះវាជាន់គ្នាអញ្ចឹងឥឡូវនេះយើងចូលទៅកែវាយើងមើលថាតើមានប្រមាណក្បាលដីដែលមានបញ្ហាចំណុចនេះថាយើងត្រូវកែយ៉ាងដូចម្ដេចដើម្បីឲ្យវាคล้ายទៅជាឲ្យដើម្បីឲ្យវាត្រឹមត្រូវអញ្ចឹងខ្ញុំ start edit ខ្ញុំយក start edit ជប់ចាំបន្តិចនេះវា load ត្រូវបាត់ហើយចុចអត់តាន់មិញចុចចំមកปุ๊បវា load ឲ្យត្រូវសិចាំបន្តិចចឹងយើង overlap នេះរួចហើយយើងយក gap នេះចូលទៅក្នុង right click នៅវាចុច zoom to layer ទៅត្រង់ចំណុចនេះហើយខ្ញុំចូលវាថានេះអ្នកនរគ្នានេះរួចរាល់អញ្ចឹងនៅត្រង់ចំណុចនេះក៏យើងត្រូវកែវាដែរនេះត្រង់ចំណុចពណ៌ក្រហមនេះក៏យើងត្រូវកែវាដែរណាត្រូវកែវាដែរយើង zoom មកជិតបាទថាមានបញ្ហាអីហ្នឹងនេះណាអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេសូមអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាគូសផែនដីគូសផែនទីគូសក្បាលដីដើម្បីកុំឲ្យមានបញ្ហាអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ tool auto complete polygon គូសក្បាលដីបន្តគ្នាហ្នឹងទី1ទី2នៅពេលដែលយើងគូសហើយយើងចង់ដឹងថាតើក្បាលដីដែលយើងបានគូសទាំងអស់នោះមានចំណុចណាមានបញ្ហា error គងលើគ្នាឬក៏វាមានចន្លោះប្រហោងកន្លែងណានោះអ្នកនរគ្នាគួរតែប្រើប្រាស់ tool មួយដែលខ្ញុំបានបង្ហាញនេះគឺ tool topology ដើម្បីបង្ហាញថាតើទីតាំងតើមានប្រមាណក្បាលដីដែលមានបញ្ហាហើយយើងនឹងចូលទៅកែសម្រួលជៀសវាងមានបញ្ហានៅពេលដែលយើងធ្វើបានជូនប្រជាពលរដ្ឋក៏ដូចជាទំហំនៃក្បាលដីអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាតែប៉ុណ្្នឹងទេសូមអរគុណ